សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Goal ខ្មែររបស់យើងទីបំផុតការប្រកួតដែលអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោករងចាំបានមកដល់ហើយវគ្គផ្ដាច់ព្រាត់ FIFA World Cup 2026 រវាងអេស្ប៉ាញនិងអាសង់ទីនដែលនឹងកំណត់ថាក្រុមណានឹងក្លាយជាជើងឯកពិភពលោកឆ្នាំ2026ពេលបានបង្ហាញទម្រង់លេងដ៏អស្ចារ្យតាំងពីដើមការប្រកួតពួកគេលេងបាល់គ្រប់គ្រងបានយ៉ាងល្អមានការបញ្ជូនបាល់រហ័សនិងការផ្លាស់ប្ដូរទីតាំងប្រកបដោយភាពច្នៃប្រឌិតនៅវគ្គ Knock Out ពួកគេបានយកឈ្នះអូស្ត្រាលី ប៉ូទុយហ្គាល់ បែលហ្ស៊ុមនិងហ្វ្រាំងដោយបង្ហាញថាពួកគេមានទាំងគុណភាពនិងភាពរឹងមាំក្នុងការប្រកួតធំៗកីឡាករវ័យក្មេងដូចជា Lamine Yamal, Pedri និង Nico Williams កំពុងក្លាយជាកម្លាំងសំខាន់ក្នុងការបង្កើតឱកាសនិងវាយលុកគូប្រកួតចំណែកឯ Argentina វិញពួកគេបានបង្ហាញស្មារតីជើងឯកជាថ្មីម្ដងទៀតពួកគេបានយកឈ្នះ Cape Verde, Egypt, Switzerland និង England ដើម្បីឡើងមកកាន់វគ្គផ្ដាច់ព្រាត់ទោះបីជាជួបការប្រកួតពិបាកៗក៏ដោយ Argentina នៅតែអាចគ្រប់គ្រងស្ថានភាពនិងសម្រេចលទ្ធផលបានយ៉ាងល្អពួកគេមានខ្សែប្រយុទ្ធ Julian Alvarez ខ្សែបម្រើ Enzo Fernandez និង Alexis Mac Allister គឺជាកម្លាំងស្នូលដែលធ្វើឲ្យ Argentina មានតុល្យភាពទាំងការវាយលុកនិងការពារបើនិយាយពីតាក់ទិកស្ពេនទំនងជានឹងប្រើប្រព័ន្ធ 4-3-3 ដែលផ្ដោតលើការគ្រប់គ្រងបាល់និងសម្ពាធខ្ពស់លើគូប្រកួតពួកគេចង់បង្កើតឱកាសតាមរយៈការបញ្ជូនបាល់ខ្លីៗនិងការរត់ចូលពីស្លាបទាំងសងខាងរីឯអាសង់ទីនអាចនឹងជ្រើសរើសការលេងដែលមានវិន័យខ្ពស់ការពាររឹងមាំនិងរងចាំឱកាសវែកបកលឿនបទពិសោធន៍ក្នុងការប្រកួតធំៗអាចក្លាយជាចំណុចសំខាន់ដែលជួយពួកគេបើយោងតាមទម្រង់លេងបច្ចុប្បន្ននៃការប្រកួតនេះពិតជាស្មើគ្នាខ្លាំងខ្ញុំផ្ដល់ភាគរយមុនការប្រកួតដូចខាងក្រោមអេស្ប៉ាញ 52% ដោយសារការគ្រប់គ្រងបាល់កីឡាករវ័យក្មេងនិងការវាយលុកដ៏គ្រោះថ្នាក់ចំណែកអាសង់ទីន 48% ដោយសារបទពិសោធន៍ការពាររឹងមាំនិងសមត្ថភាពលេងក្រោមសម្ពាធទោះជាយ៉ាងណាវគ្គផ្ដាច់ព្រាត់តែងតែពិបាកទស្សទាយហើយលទ្ធផលអាចត្រូវបានសម្រេចដោយគ្រាប់បាល់តែមួយឬការស៊ុតបាល់ពេណាល់ទីចុងក្រោយសូមសរសេរមតិរបស់អ្នកនៅខាងក្រោមតើអ្នកគិតថាអេស្ប៉ាញឬអាសង់ទីននឹងលើកពាន FIFA World Cup 2026បើអ្នកចូលចិត្តវីដេអូបែបនេះកុំភ្លេចចុច Like Subscribe និង Share ដើម្បីគាំទ្រ Channel សូមអរគុណហើយជួបគ្នាក្នុងវីដេអូបន្ទាប់